សុស្ដីមិត្តភក្តិបងប្អូនទាំងគ្នាថតវីដេអូคลิปនេះដែរគឺបន្តប្រធានបទតាក់ទងរឿងខ្ជិលទៀតណាព្រោះអារឿងខ្ជិលធំមែនតើហ្មងមួយចេះនិយាយថានិយាយស្រួលធ្វើការពិតនិយាយស្រួលមែនតើប៉ុន្តែអត់និយាយទេយើងចេះឆ្ងល់ថាជាវិធីសាស្ត្រអូមិនខ្វះលពោះលពីត្រូវធ្វើចេះធ្វើប៉ុន្តែសំខាន់គេធ្វើមិនគ្រប់ទៅធ្វើអានឹងបញ្ហាធំដោយសារតែអញ្ចឹងទៅមានអ្នកនិពន្ធច្រើនណាស់ដែលគាត់ឲ្យយោបល់ជាចំអ្នកគាត់អ្នក researcher គាត់រកបុព្វហេតុរកពិតប្រកបអីចឹងដូចអ្នកខ្លះគាត់និយាយទៅលើ habit ទៅលើអីចឹងគាត់បញ្យល់ចឹងយើងមើលទៅវាអាចធ្វើតាមដូចគាត់បានប៉ុន្តែពេលខ្លះយើងធ្វើអត់ចាញ់ជាតិអញ្ចឹងគាត់រកវិធីផ្សេងទៀតណាថាជំរុញពួកមនុស្សវាមានលក្ខណៈផ្សេងរបស់មនុស្សអញ្ចឹងបើឆ្កឹះទៅនេះមិនបែកយើងទៅឆ្កឹះទៅនោះបែកវាមាននិយាយចំទៅស្អីវាមានថ្នេររបស់វាថ្នេរបើយើងចាក់ចំថ្នេរវាហ្នឹងគឺវាបែកយើងរកថ្នេរវាឲ្យត្រូវវាតាមលក្ខណៈរបស់មនុស្សចឹងដែរអញ្ចឹងវាអាចជំរុញផ្សេងគ្នាអ្នកខ្លះខ្ជិលខ្លាំងឥឡូវចាំមើលខ្ញុំឲ្យវិធីសាស្ត្រមួយដែលខ្ញុំយកទៅប្រើទៅខ្ញុំធ្លាប់ប្រើពីមុនមកណាកាលពីខ្ញុំមានពេលខ្ញុំអាសាដែរខ្ញុំធ្លាប់អាសាបានប្រហែលឆ្នាំដែរអាសាខ្លាំងអញ្ចឹងដល់ក្រោយមកខ្ញុំក៏ធ្លាប់ធ្លាក់ខ្លួនជាទេសកលរបស់ភាពខ្ជិលខ្លាំងអញ្ចឹងទៅធ្វើឲ្យលទ្ធផលការងាររបស់ខ្ញុំធ្លាក់ចុះជាទម្ងន់ហ្មងធ្លាក់ចុះខ្លាំងមែនតើហ្មងពេលខ្លះសឹងតែស្រោចស្រង់ខ្លួនឯងអត់ចង់រួចទៀតហើយទៅដល់ពេលខ្ញុំក្រោយមកបានខ្ញុំសិក្សាស្រាវជ្រាវខ្ញុំមករៀនអានច្រើនទៅតាក់ទងមើលឯកសារ research របស់អ្នកវិទ្យាសាស្ត្រទស្សនវិជ្ជាអញ្ចឹងទៅបានខ្ញុំអាចចាប់ផ្ដើមយល់ព្រោះគាត់បង្ហាញពីបុព្វហេតុយើងពីមុនយើងគ្រាន់តែនឹកថាវាអញ្ចេះប៉ុន្តែយើងយល់ពីហេតុផលហើយប៉ុន្តែពេលយើងមើលឯកសារស្រាវជ្រាវបែបលក្ខណៈវិទ្យាសាស្ត្រមានការពិសោធន៍មានទិន្នន័យឲ្យច្បាស់លាស់ពេលហ្នឹងយើងអាចយល់បានច្រើនវាតាក់ទងទៅនឹងផ្លូវចិត្តរបស់យើងគេហៅ subconscious mind យើងហ្នឹងពេលខ្លះអាហ្នឹងវាជាអារម្មណ៍មួយដែលចង់និយាយថាវាបញ្ជាឲ្យយើងធ្វើអីមួយដែលយើងអត់ដឹងទេអញ្ចឹងពេលខ្លះយើងត្រូវ control លើខ្លួនយើងឲ្យបានយើង control លើខ្លួនយើងសួរថាយើង control វាមិនខ្ញុំដឹងថាពេលខ្លះអ្នកទាំងនេះទៅដល់ផ្ទះពុបបានសងំលើខែបានទុំអីគឺអត់ចាប់ហើយគឺដេកចេះខ្ជិលក្រហ្មងអាហ្នឹងពីណាក៏មានអារម្មណ៍អញ្ចឹងដែររួចយើងធ្វើអីមួយគឺយើងធ្វើទៅតាមបរិបទមានន័យថាអូម៉ាកន្លែងហ្នឹងយើងត្រឡប់ធ្វើអីអញ្ចឹងកាលណាយើងចូលកន្លែងហ្នឹងពុកគឺឲ្យទាញឲ្យអារម្មណ៍យើងគឺទៅអញ្ចឹងហ្មងគឺវាអូតូហ្មងអាហ្នឹង subconscious យើងគឺទៅអញ្ចឹងហ្មងឧបមាថាយើងទាញទូរស័ព្ទប៉ាប់ unlock ខ្វប់យើងត្រឡប់ចុច Facebook អញ្ចឹងឲ្យយើង unlock ខ្វប់អត់ដឹងខ្លួនសោះចុច Facebook វឹបអាហ្នឹងអញ្ចឹងវាទាញអញ្ចឹងហើយសួរធ្វើម៉េចដើម្បីឲ្យយើងរុញកៅថានេះហ่า fuel power របស់យើងឲ្យអាប់ឡើងទៅលើហើយឲ្យយើងមានកម្លាំងឈ្នះលើវាបានពេលខ្លះបើខ្ញុំធ្លាប់បង្កើតជាសំណួរសួរខ្លួនឯងថាអ្វីជា purpose ដែលខ្ញុំនិយាយវីដេអូមុនហើយវត្ថុបំណងជាស្អីបន្ទាប់មកទៀតវត្ថុបំណងហើយ priority កិច្ចការណាដែលបន្ទាន់ត្រូវការធ្វើបន្ទាប់មកទៀតគឺត្រូវធ្វើវារួចដើម្បីធ្វើវានឹងយើងសួរខ្លួនយើងទៀតថាបើពេលវេលារបស់យើងមានតម្លៃប៉ុណ្ណាយើងគិតថាឥឡូវឧបមាថាក្នុងរយៈពេល5ឆ្នាំក្រោយយើងចង់បានលុយប៉ុន្មានឧបមាថាយើងចង់បានលុយ$10,000ឥឡូវយើងនិយាយបរិបទសប្តាហ៍យើងថាយើង5ឆ្នាំក្រោយយើងចង់បានលុយ$10,000អញ្ចឹងមានន័យថាមួយឆ្នាំយើងត្រូវបានលុយ$20,000អញ្ចឹងយើងចែកមើលដើម្បីបានមួយឆ្នាំ$20,000តើពេលវេលាយើងថ្លៃប៉ុណ្ណាអញ្ចឹងយើងសួរខ្លួនយើងថាតើយើងប្រាស់ពេលវេលារបស់យើងឲ្យសមនឹងតម្លៃដែលយើងចង់បានអត់អញ្ចឹងឧបមាថាយើងកំពុងខ្ជិលណាស់អត់ចង់ធ្វើអីចង់នេះចាំស្អែកចាំធ្វើហើយយើងសួរខ្លួនយើងថាតើពេលវេលាដែលយើងពជាពីថ្ងៃទៅស្អែកចំណាយប្រហែលអញ្ចឹងមានន័យថាពេលយើងអត់ធ្វើហ្នឹងគឺយើងបោះបង់លុយចោលយើងបោះបង់អ្វីដែលយើងចង់បានចោលពេលហ្នឹងយើងប្រកាសជាមាន power up ក្នុងខ្លួនយើងថាហេអត់កើតទេអញទៅអត់ធ្វើអញ្ចឹងខាតច្រើនណាព្រោះឥឡូវហ្នឹងពេលវេលាកំពុងតែលុយនេះព្រោះចែកមើលទៅឥឡូវនេះ1នាទីវាសិតតែលុយអញ្ចឹងដាច់ខាត់គឺត្រូវតែក្រោកពេលហ្នឹងគឺមានជំនឿគេហៅថាមានកម្លាំងពីខាងក្នុងមួយរុញខ្លួនយើងឲ្យទៅក្រោកធ្វើហ្មងព្រោះយើងឲ្យតម្លៃវារួចទៅចាំថាម៉ាត់ថាកិច្ចការដែលយើងធ្វើយើងត្រូវសួរខ្លួនយើងថាកិច្ចការណាក៏ដោយដែលយើងធ្វើវាអាកិច្ចការយើងដែលយើងធ្វើវាគឺខ្លឹមមានន័យថាធ្វើវាហើយយើងមិនបាច់ចាំធ្វើកិច្ចការអីផ្សេងទៀតក៏បានដែរមិនបាច់ធ្វើកិច្ចការអីទៀតដែលពាក់ព័ន្ធវាមានន័យថាធ្វើវាហើយគឺវាមានឥទ្ធិពលទៅដល់អផ្សេងអានឹងគឺវាខ្លឹមឧបមាថាយើងជានិស្សិតអ្នករៀនយើងចង់បានចំណាត់ថ្នាក់ល្អអញ្ចឹងទៅចំណាត់ថ្នាក់ល្អហើយយើងចង់បានអាហារូបករណ៍អញ្ចឹងយើងត្រូវរៀនស្អីគេអញ្ចឹងយើងយកពេលវេលារបស់យើងនឹងគឺ focus ទៅលើអាហ្នឹងរៀនអាហ្នឹងដល់ពេលយើងរៀនអាហ្នឹងទៅប្រកាសជាបានផលហើយអញ្ចឹងបានយើងថាពួកអាការរៀនហ្នឹងយើងឲ្យតម្លៃវាខ្ពស់ថាវាមានតម្លៃប្រមាណចាំមើលខ្ញុំឧទាហរណ៍មួយថាឥឡូវយើងនិយាយអាហារូបករណ៍មួយចុះយើងនិយាយអាហារូបករណ៍ឥឡូវនិយាយងាយយល់ដូចអាហារូបករណ៍ទៅវៀតណាមអញ្ចឹងមានគេទិញបានអញ្ចឹងប្រហែលដូច$20,000អញ្ចឹងហើយយើងសាកគិតមើលថាយើងរៀនរយៈពេលមួយឆ្នាំហ្នឹងបើសិនយើងជាប់អាហារូបករណ៍ទៅរៀនពេទ្យនៅវៀតណាមអញ្ចឹងណាឧបមាថា$20,000អញ្ចឹងយើងរៀនប៉ុន្មានឧបមាយើងរៀនតែ3ខែដើម្បីប្រឡងអាហារូបករណ៍ពេទ្យទៅវៀតណាមអញ្ចឹង3ខែហ្នឹងតម្លៃ$20,000យើងសាកគិតមើលបើសិនជាយើងជាប់ដូចយើងចំណេញបានលុយ$20,000អញ្ចឹងយើងគិតមើលថាតើយើងគួរទុកពេលវេលាហ្នឹងអត់ប្រយោជន៍អត់
ព្រោះលុយនឹងដៃយើងនឹងផ្នែកយើងហ្នឹងហើយចឹងយើងត្រូវជំរុញខ្លួនយើងនឹងគឺហក់ទៅយកវាឲ្យបានពេលហ្នឹងគឺយើងមាន power មួយសម្រាប់ខកទៅយកវាចឹងពេលថាខ្ញុំបញ្ជាក់ម្ដងទៀតពេលនេះខ្ជិលអត់ចង់ធ្វើអីសួរខ្លួនឯងថាតើពេលវេលារបស់អ្នកឯងនឹងតម្លៃប៉ុន្មានសួរខ្លួនយើងណាពេលវេលារបស់ខ្លួនយើងនឹងតម្លៃប៉ុន្មានមួយនាទី1ម៉ោងចំណាយតើយើងគួរចំណាយវាទៅលើជាមួយ Facebook ចំណាយវាទៅលើTwitter ចំណាយវាជាមួយ game ដែរឬទេថាតើវាស័ក្តិសមដែរឬទេយើងសួរខ្លួនយើងចឹងហើយបើយើងគិតថាស័ក្តិសមអានឹងយើងធ្វើទៅប៉ុន្តែបើយើងគិតថាអត់សមទេព្រោះពេលវេលារបស់ខ្ញុំគឺថ្លៃជាងហ្នឹងខ្ញុំត្រូវតែធ្វើអានឹងសិនព្រោះតន់ខ្ញុំមាន power ព្រោះថ្ងៃណាមួយពេលថ្ងៃណាខ្ញុំធ្លាក់ខ្លួនឈឺខ្ញុំក្រុងខ្ញុំអីខ្ញុំធ្វើអត់ខែឬមួយខ្ញុំរវល់អីទៅជូនសង្សារដើរលេងអីក៏ខ្ញុំអត់មានពេលដែរឬមួយខ្ញុំរវល់ទៅលេងស្រុកទៅជួយការងារមុខផ្ទះក៏ខ្ញុំអត់មានពេលទៀតដែរអញ្ចឹងពេលនេះគឺជាពេលអាស័ក្តិសមបំផុតដែលខ្ញុំត្រូវធ្វើអញ្ចឹងដាច់ខាត់គឺខ្ញុំត្រូវតែក្រោកធ្វើពេលហ្នឹងអ្នកនរនេះប្រកាសជាត្រូវក្រោកធ្វើអញ្ចឹងមិនថាទៅសេវត្ថុបំណងបិទនៅលើលើខែខ្លួនឯងក៏បានដែរបិទលើក្បាលខែដើម្បីនិយាយចំតាណាក៏បានឲ្យឃើញមើលឃើញស្អីជាវត្ថុបំណងបន្ទាប់ស្អីគេជាការងារ priority របស់យើងហ្នឹងទៅសេវាច្បាស់តបមកនិយាយយើងពេលវេលារបស់យើងតើមួយថ្ងៃរបស់យើងមានតម្លៃប្រហែលអញ្ចឹងមួយម៉ោងយើងមានតម្លៃប្រហែលពេលហ្នឹងយើងមើលឃើញពេលវេលាយើងមានតម្លៃមកអញ្ចឹងយើងក្រោកមកដូចខ្ញុំមករយៈមុនខ្ញុំមានអារម្មណ៍ថាខ្ញុំខ្ជិលអត់សូវធ្វើអីចំណាយពេលដល់ពេលខ្ញុំគិតដល់កន្លែងហ្នឹងទៅខ្ញុំមានអារម្មណ៍ថាអត់កើតទេវាយើងមាន purpose របស់យើងបើយើងអត់ធ្វើវាទៅយើងមិនអាចសម្រេចវាបានអញ្ចឹងយើងខំព្យាយាមឆាប់តែកាន់តែដល់គឺបានល្អកាលណាយើងឆាប់ដល់ purpose យើងមានពេលវេលាយើងសម្រាប់ធ្វើអ្វីផ្សេងទៀតជាកិច្ចការកំសាន្តដែលយើងចង់ធ្វើអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាគំនិតយោបល់របស់ខ្ញុំប៉ុណ្ណេះវាគ្រាន់តែជាលក្ខណៈថាលើកទឹកចិត្តអ្នកទាំងអស់គ្នាអ្នកដែលបានតាមដានវីដេអូនោះឲ្យខិតខំធ្វើអ្វីដែលធ្វើបានមិនមែនចំណេញមកខ្ញុំគឺចំណេញរបស់អ្នកទាំងអស់គ្នាអ្នកដែលធ្វើនឹងទេព្រោះអ្វីដែលខ្ញុំចង់បានគឺចង់បានឲ្យអ្នកធ្វើអញ្ចឹងទៅកាលណាយើងល្អទាំងអស់គ្នាយើងបានជួយសង្គមយើងទាំងអស់គ្នាអ្នកទាំងអស់គ្នាជួយខ្លួនឯងមានសមត្ថភាពជួយខ្លួនឯងមានសមត្ថភាពជួយគ្រួសារខ្លួនឯងមានសមត្ថភាពជួយសង្គមអាហ្នឹងហើយវាធ្វើឲ្យជាតិយើងរីកចម្រើននោះបាទអញ្ចឹងខ្ញុំសូមអរគុណ